ធ្លាប់តែរាល់ដងពេលខ្ញុំចង់ញ៉ាំ hot pot អញ្ចឹងគឺខ្ញុំតែងតែទៅញ៉ាំនៅខាងក្រៅប៉ុន្តែថ្ងៃនេះគឺខ្ញុំធ្វើ hot pot ញ៉ាំនៅផ្ទះខ្លួនឯងម្ដងបើនិយាយទៅដោយសារតែថ្ងៃនេះពេលដែលខ្ញុំទៅផ្សារអញ្ចឹងគឺខ្ញុំបានឃើញជាមួយនឹងគ្រឿងកញ្ចប់ hot pot ដែលគេមានលក់ស្រាប់បងប្អូនអញ្ចឹងខ្ញុំក៏ទិញយកមកសាកធ្វើញ៉ាំនៅផ្ទះហើយចាំមើលលទ្ធផលចេញជាយ៉ាងណាខ្ញុំនឹងបញ្ជាក់ជូនបងប្អូននៅចុងវីដេអូហើយសម្រាប់គ្រឿងផ្សំនៅក្នុងកញ្ចប់ hot pot នោះមានដូចជាម្ទេសក្រហមម្រេចខ្មៅម្សៅស៊ុបហើយនឹងកញ្ចប់មួយទៀតដូចជាប្រេងហ្នឹងប្រហែលជាប្រេងម្ទេសបងប្អូនពេលដែលយើងចាក់ទៅគឺទឹកស៊ុបហ្នឹងឡើងក្រហមបន្ទាប់ពីរៀបចំទឹកស៊ុបយើងរួចរាល់ហើយគឺខ្ញុំចាប់ផ្ដើមទៅរៀបចំគ្រឿងសមុទ្រយើងដើម្បីសម្រាប់ដាក់ស៊ុបយើងម្ដងហើយសម្រាប់គ្រឿងសមុទ្រនេះគឺខ្ញុំទិញជាកញ្ចប់នេះគឺចំណេញបងប្អូនព្រោះនៅក្នុងហ្នឹងវាមានគ្រឿងស្រាប់ទៅជា7មុខហើយបន្ទាប់មកគឺខ្ញុំបន្ថែមជាមួយនឹងត្រីនិងផាត់សាច់ក្តាមបន្ថែមបន្តិចទៀតរួចរាល់ហើយទើបខ្ញុំចាប់ផ្ដើមរៀបចំបន្លែរបស់យើងបើនិយាយទៅស៊ុប hot pot មួយឆ្នាំងនេះគឺខ្ញុំធ្វើលឿនខ្លាំងមែនតើបងប្អូនគឺគ្រាន់តែរៀបចំបន្លែហើយសម្រាប់សាច់របស់យើងគឺយើងមានជាកញ្ចប់ហ្នឹងស្រាប់ៗតែម្ដងឥឡូវ hot pot យើងគឺរួចរាល់ហើយបងប្អូនហើយសម្រាប់រសជាតិគឺឆ្ងាញ់ហើយអាចទទួលយកបាននិយាយទៅគឺអត់ចាញ់ពីខាងក្រៅប្រហែលទេបងប្អូន